ត្ថបទបទសម្ភាសតុលាជាសិស្សសាលានៅជនបទមួយរាល់ថ្ងៃតុលាតែងតែទៅសាលារៀនជាមួយម្ដាយរបស់គេថ្ងៃមួយវេលាម៉ោង 11 ព្រឹកមីងចន្ទាដែលជាម្ដាយរបស់តុលាទៅយកតុលាចេញពីសាលារៀនដូចសពមួយដងចៃដន្យពេលកាត់ដប់តុលាចេញពីសាលារៀនភ្លាមគាត់ក៏ជួបឧបទ្ទហេតុគ្រោះថ្នាក់ចរាចរណ៍ដែលត្រូវបានម៉ូតូមួយគ្រឿងបើកបរក្នុងស្ថានភាពស្រវឹងជ្រុលទៅបុកពីក្រោយធ្វើឲ្យតុលាដែលអង្គុយពីក្រោយធ្លាក់ពីលើម៉ូតូបកក្បាលទៅនឹងថ្នល់រងរបួសស្រាលហើយមីងចន្ទាមិនមានរបួសទេចំណែកអ្នកបើកបរម៉ូតូម្នាក់ទៀតក៏របួសដែរភ្លាមនោះម្ដាយតុលានិងអ្នកនៅកន្លែងកើតហេតុបានបញ្ជូនតុលានិងអ្នកបើកបរម៉ូតូទៅមណ្ឌលសុខភាពដែលនៅជិតនោះក្រោយពេលកើតហេតុមានអ្នកកាសែតមួយរូបបានមកសម្ភាសនិងនិយាយទៅកាន់មីងចន្ទាថាជំរាបសួរតើមីងសុខសប្បាយជាទេសូមអភ័យទោសមីងតើខ្ញុំអាចរំខានសូមសួរមីងពីគ្រោះថ្នាក់ចរាចរណ៍នេះបានដែរឬទេមីងចន្ទាឆ្លើយចាស់ក្មួយចូលក្មួយសួរមកចុះអ្នកកាសែតសួរបន្តហេតុអ្វីបានជាមីងនិងកូនជួបគ្រោះថ្នាក់ចរាចរណ៍បែបនេះមីងចន្ទាក៏ឆ្លើយតាមដំណើររឿងដែលកើតឡើងប្រាប់ទៅអ្នកកាសែតនោះអ្នកកាសែតស្ដាប់ហើយក៏សម្ដែងការសោកស្ដាយក្នុងគ្រោះថ្នាក់ចរាចរណ៍នេះផងដែរលោកសួរបន្តទៀតថាជាចុងក្រោយតើមីងមានសារអ្វីទៅផ្ញើទៅអ្នកបើកបរទាំងអស់មីងចន្ទាឆ្លើយមីងសូមផ្ដាំទៅអ្នកបើកបរទាំងអស់សូមគោរពច្បាប់ចរាចរណ៍ចេះយោគយល់អធ្យាស្រ័យគ្នាបើកបរកុំពិសាគ្រឿងស្រវឹងអ្នកកាសែតឆ្លើយអរគុណមីងសម្រាប់ការចូលរួមស្ដាប់បទសម្ភាសន៍នេះអរគុណមីងសម្រាប់ការចូលរួមធ្វើបទសម្ភាសន៍នេះសូមអរគុណ